តូនេះតាំងពីដូរប្រេងបាត់ថ្មីមកស្ទុះខ្លាំងណាស់ហាមានភ្នោខ្មោចទេរួចចុះអារន្ទះខ្ទប់ណាយកភ្នោខ្មោចដាក់តាមផ្លូវហ្នឹងខុសឲ្យដឹងខុសអាប៉យរួចចុះអ្នកជាពីណាគេហោចំមើលអត់ស្គាល់ខ្មោចទេឬហាចុះហេតុអីបាត់ជាព្រាយខ្មោចឯងស្គាល់ឈ្មោះរបស់ខ្ញុំតើទាំងនេះគឺជាទង្វើរបស់ព្រាយខ្មោចឯងមែនទេរួចចុះជីអត់បើកភ្នែកមើលទេអីផ្លូវប៉ិនផ្លូវជីបោកភ្នោខ្មោចហើយបើបងស៊ីមុនមិនព្រមទៅជាមួយហើយអញ្ចឹងមានតែទៅម្នាក់ឯងហើយបើខ្មោចនឹងត្រូវការលុយមែនណាអញ្ចឹងពេលធ្វើដំណើរត្រូវតែដាក់លុយឲ្យច្រើនបន្តិចតាមខ្លួនចាំមើលតើថាតើមានខ្មោចដូចបងស៊ីមុនបានប្រាប់ដែរឬទេយ៉ាtop speed ប៉ុណ្ណឹងហើយបើជួបខ្មោចវិញបុកខ្មោចបាក់កត្មងអីដូចជាចម្លែកដែរនេះជីយូរទៅកាន់តែស្ងាត់ទៅហើយមេឃក៏កាន់តែល្ងឹតតិចគ្រប់ពាក្យដែលបងស៊ីមុនបានប្រាប់នឹងសុទ្ធសឹងតែជាពាក្យពិតទៅបើជាការពិតវិញខ្ញុំច្បាស់ជាសជាមិនខានណាស់ហើយកុំគិតច្រើនសំខាន់យើងដើរលេងឲ្យសប្បាយទៅយីរួចចុះសំឡេងស្អីហ្នឹងពិតជាគួរឲ្យខ្លាចមែនតើអ្នកណាគេឆាប់ចេញមកហាប្រកាសណាស់ប្រកាសជាបងស៊ីមុនមកកំឡាយខ្ញុំហើយបន្ថែមលបឿនម៉ួយមកដល់ហើយជាប់អន្ទាក់ហើយពេលនេះអាយ៉ាម៉ួយមកដល់ហើយអាយ៉ាម៉ូតូនេះតាំងពីដូរប្រេងបាត់ថ្មីមកស្ទុះខ្លាំងណាស់ហាមានភ្នោខ្មោចទេរួចចុះអារន្ទះខ្ទប់ណាយកភ្នោខ្មោចដាក់តាមផ្លូវហ្នឹងខុសឲ្យដឹងខុសអាប៉យរួចចុះអ្នកជាពីណាគេហោចំមើលអត់ស្គាល់ខ្មោចទេឬហាចុះហេតុអីបាត់ជាព្រាយខ្មោចឯងស្គាល់ឈ្មោះរបស់ខ្ញុំតើទាំងនេះគឺជាទង្វើរបស់ព្រាយខ្មោចឯងមែនទេរួចចុះជីអត់បើកភ្នែកមើលទេអីផ្លូវប៉ិនផ្លូវជីបោកភ្នោខ្មោចបានហើយព្រាយខ្មោចត្រូវការប៉ុន្មានប្រាប់មកមិនច្រើនទេ$500អត់លើអត់ខ្វះហត់ណាស់លុយព្រាយខ្មោច2លានមែនទេស្មើនឹង$500ហើយយកទៅមិនដែរប៉ុណ្ណឹងយើងទៅបានហើយឬនៅមិនអីទេទៅបានបើអញ្ចឹងយើងទៅសិនហើយព្រាយខ្មោចឯងមិនចេះរកស៊ីអីទេដើរទៅប្លន់គេនឹងហើយអញ្ចឹងតើបានពេលស្លាប់ទៅខ្លាចជាខ្មោចតៃហោងនោះនេះគឺជាកម្មពៀររបស់ព្រាយខ្មោចឯងហើយគ្រប់ទឹកហើយប៉ុណ្ណេះបាន$500យ៉ាងធូរមិនចង់យកលុយប្អូនមាញ់ទេតែដោយសារតែជីវភាពខ្វះខាតទើបបង្ខំចិត្តយករកលុយតាមវិធីនេះគេជេររាល់ថ្ងៃ